ចាលោកនាងជាទីមេត្រីភ្ញៀវទេសចរជាតិអន្តរជាតិនិងមន្ត្រីសង្គមស៊ីវិលបន្តរិះគន់ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរនានានៅក្នុងខេត្តបរសៃហនុថាមិនទាន់គ្រប់គ្រងកាកសំណល់រឹងរាវឲ្យមានអនាម័យត្រឹមត្រូវនៅឡើយទេចាមន្ត្រីសង្គមស៊ីវិលក៏បានអះអាងថាសកម្មភាពបង្ហូរទឹកស្អុយនិងកាកសំណល់ចូលទៅក្នុងទឹកសមុទ្រនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរបញ្ហានេះអភិបាលខេត្តបរសៃហនុមានថាអាជ្ញាធរខេត្តត្រៀមផាកពិន័យចំពោះម្ចាស់អាជីវកម្មនិងប្រជាពលរដ្ឋដែលទុកដាក់កាកសំណល់រឹងរាវមិនបានល្អនៅតាមទីតាំងនីមួយៗនាពេលឆាប់ខាងមុខจากពីខេត្តបរសៃហនុលោកដែលនាយកជារាយការណ៍ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសបង្ហាញអារម្មណ៍ខ្ពើមរអើមចំពោះក្លិនស្អុយអាសោចដែលភាយចេញពីលូបង្ហូរទឹកស្អុយនិងកាកសំណល់សម្រាមហូរចូលទៅក្នុងទឹកសមុទ្រនាខេត្តបរសៃហនុភ្ញៀវទេសចរក្នុងស្រុកនិងបរទេសដូចជាមកពីប្រទេសអូស្ត្រាលីបារាំងនិងសហរដ្ឋអាមេរិកជាដើមដែលចូលទៅកម្សាន្តតាមឆ្នេរមួយចំនួននាខេត្តបរសៃហនុក្នុងខែមេសានេះបានរិះគន់ថាឆ្នេរមួយចំនួនក្នុងខេត្តទេសចរមួយនេះមិនទាន់មានអនាម័យល្អទេជាងនេះមានភ្ញៀវទេសចរខ្លះបានក្អួតចង្អោរកាលបើចុះងូទឹកសមុទ្រឃើញមានកាកសំណល់សម្រាមឬថង់ប្លាស្ទិកនិងទឹកមានក្លិនស្អុយដោយលាមកអណ្ដែតប៉ះរាងកាយពួកគេពេលចុះងូទឹកសមុទ្រនៅតាមឆ្នេរខ្លះពិសេសឆ្នេរអូឈើទាលនៅចុងខែមេសានេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមួយក្រុមមានសមាជិកប្រមាណ20នាក់ដែលបានជួលទូកទេសចរជិះកម្សាន្តតាមឆ្នេរជ័យជំនះឆ្នេរហាវ៉ៃនិងបានមកចុះងូទឹកនៅឆ្នេរអូឈើទាលបានប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថាអាជ្ញាធរខេត្តពាក់ព័ន្ធខេត្តបរសៃហនុមិនទាន់គ្រប់គ្រងកាកសំណល់និងការបង្ហូរទឹកស្អុយចូលសមុទ្របានត្រឹមត្រូវទេភ្ញៀវទេសចរទាំងនោះបានស្នើដល់លោកអភិបាលខេត្តបរសៃហនុនិងមន្ត្រីនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធនានាមានមន្ទីរទេសចរឬមន្ទីរបរិស្ថានជាដើមពិសេសអភិបាលក្រុងបរសៃហនុគួរចុះពិនិត្យឬទប់ស្កាត់សកម្មភាពបង្ហូរទឹកស្អុយឬកាកសំណល់ចូលសមុទ្រឲ្យបានត្រឹមត្រូវភ្ញៀវទេសចរជាតិពិសេសភ្ញៀវបរទេសដែលចូលមកកម្សាន្តតាមឆ្នេរខេត្តបរសៃហនុបានបង្ហាញអារម្មណ៍ខកចិត្តកាលបើចុះងូទឹកសមុទ្រហើយឃើញទឹកសមុទ្រពោពេញទៅដោយកាកសំណល់ថង់ប្លាស្ទិកឬសម្រាមផ្សេងៗនិងទឹកមានក្លិនស្អុយអាសោចបានរសាត់ប៉ះរាងកាយពួកគេបញ្ហានេះមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបរសៃហនុលោកបួនរិទ្ធក៏បានអះអាងថាពិតជាមានករណីបង្ហូរទឹកស្អុយតាមលូនឹងកាកសំណល់ផ្សេងៗចូលសមុទ្រនាខេត្តទេសចរមួយនេះពិតមែនពិសេសនៅតាមឆ្នេរអូឈើទាលគឺមានលូបង្ហូរទឹកស្អុយដ៏ធំមួយបង្ហូរចូលសមុទ្រដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាតនោះទេក្រៅពីនេះលោកថាក៏មានករណីម្ចាស់ផ្ទះសំណាក់សន្តាគារភោជនីយដ្ឋាននិងហាងផឹកស៊ីខ្លះទៀតមានទីតាំងជាប់ឆ្នេរសមុទ្រត្រូវម្ចាស់ទីតាំងទាំងនោះបានស្ថាបនាលូបង្កប់ក្រោមដីដើម្បីបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដើម្បីបំភាន់ភ្នែកអាជ្ញាធរថែមទៀតក្រុមហ៊ុនដែលប្រមូលសម្រាមហ្នឹងគឺគាត់មិនបានប្រមូលអស់ទេបាទនៅតាមទីតាំងមួយចំនួនហើយពាក់ព័ន្ធកាកសំណល់រាវលូទឹកស្អុយដែលទឹកហូរស្អុយចូលក្នុងសមុទ្រនៅខាងអូយទាលនេះតាមខ្ញុំចុះទៅមើលផ្ទាល់ហើយជារដ្ឋគឺជារដ្ឋថាដោយសារតែប្រព័ន្ធហ្នឹងរដ្ឋហ្នឹងមិនទាន់បានតែភ្ជាប់បណ្ដាញលូទឹកស្អុយមួយចំនួននៅឆ្នេរហ្នឹងឲ្យទៅចូលក្នុងតំបន់មួយចម្រោះទឹកស្អាតនៅឡើយទេអញ្ចឹងនៅតែបង្ហូរចូលតាមរបងមករីស្តហ្នឹងចូលទៅក្នុងស្អុយទៅក្នុងសមុទ្រដែរបាទខេត្តបរសៃហនុមានសក្តានុពលទេសចរនិងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាតារារះនាទិសនិរដីប៉ុន្តែប្រសិទ្ធនាមនេះលោកបួនរិទ្ធរិះគន់ថាអនាម័យកខ្វក់នៅតាមឆ្នេរខ្លះក្នុងខេត្តទេសចរមួយនេះគឺមិនស័ក្តិសមប្រសិទ្ធនាមដ៏មានន័យពីរោះនេះទេព្រោះបរិស្ថានតាមឆ្នេរមួយចំនួននាខេត្តបរសៃហនុមិនទាន់មានអនាម័យហើយឆ្នេរខ្លះទៀតត្រូវឈ្មួញនឹងមន្ត្រីមានអំណាចហ៊ុមព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិផ្ដាច់មុខដោយមិនអនុញ្ញាតឲ្យភ្ញៀវទេសចរដើរឆ្លងកាត់នោះទេខ្ញុំអត់យល់តលិសោះអំពីគម្រោងវិនិយោគពាក់ព័ន្ធទេសចរមកកាន់ខេត្តបរសៃហនុយើងប៉ុន្តែសម្រាប់តំបន់ឆ្នេរដែលថាឆ្នេរស្អាតជាងគេនៅក្នុងពិភពលោកនេះគឺដែលឆ្នេរយើងភាគច្រើនគឺត្រូវបានក្រុមហ៊ុនដែលជួលដីពីរដ្ឋឬក៏ក្រុមហ៊ុនដែលវិនិយោគសាងសង់សន្តាគារនៅតាមតំបន់ឆ្នេរហ្នឹងគឺបែរជាធ្វើលបងពាត់បិទជិតឆ្នេរបាទទុកឲ្យស្មៅសម្រាមដុតអុយគ្រប់ជ្រុលទៅហ្នឹងហើយអ្នកខ្លះដែលឃើញបរិស្ថានមិនល្អគាត់ក៏បានជិះទូកផងគ្រោះថ្នាក់ទៅលេងដល់តាមកោះទៀតផងបាទទាក់ទិនបញ្ហានេះលោកនូសផលប្រធានមន្ទីរទេសចរខេត្តបរសៃហនុបានបញ្ជាក់ក្នុងរបាយការណ៍ទិសដៅអនុវត្តសកម្មភាពការងារនិងទិសដៅអនុវត្តទេសចរខេត្តបរសៃហនុឆ្នាំ2014-2015ថាខេត្តនេះមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍវិស័យទេសចរមានដូចជាម្ចាស់អាជីវកម្មសេវាកម្មទេសចរខ្លះមិនបានចូលរួមអនុវត្តច្បាប់ស្តីពីទេសចរតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តឬមន្ទីរទេសចរនោះទេ
បញ្ហាមិនទាន់ចូលរួមរបស់ភ្ញៀវទេសចរប្រតិបត្តិការទេសចរនិងប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថានឬក៏ការទុកដាក់សម្រាមក្នុងធុងសម្រាមនិងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្របានធ្វើឲ្យបាត់បង់សោភ័ណភាពនិងតាមឆ្នេរខេត្តបរសៃនុគ្មានអនាម័យលោកនូសុផលសង្កត់ធ្ងន់ថាបញ្ហាចោលសម្រាមរឹងរាវនិងថង់ប្លាស្ទិកចូលទៅក្នុងសមុទ្រនៅតែជាបញ្ហាកង្វល់សម្រាប់ការអភិវឌ្ឍវិស័យទេសចរនិងបរិស្ថាននាខេត្តបរសៃនុហើយក៏អាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគតត្រង់ចំណុចនេះលោកឈិតសខុនអភិបាលខេត្តបរសៃនុមានប្រសាសន៍ថាបញ្ហាទុកដាក់កាកសំណល់ឬទឹកស្អុយនៅតែជាបញ្ហាចោទសម្រាប់ខេត្តទេសចរជាប់មាត់សមុទ្រមួយនេះលោកបន្តថានឹងជំរុញឲ្យមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តបរសៃនុចុះពិនិត្យនិងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងការបង្ហូរទឹកស្អុយនិងកាកសំណល់ផ្សេងៗចូលទៅក្នុងសមុទ្រដើម្បីរក្សាអនាម័យនិងសោភ័ណភាពឆ្នេរសមុទ្រខេត្តបរសៃនុឲ្យបានប្រសើរនាថ្ងៃអនាគតជាងនេះលោកឈិតសខុនក៏បានព្រមានថានឹងសុំគោលការណ៍ឬពិនិត្យផ្លូវច្បាប់ដើម្បីឈានដល់ផាកពិន័យទៅលើប្រជាពលរដ្ឋឬម្ចាស់អាជីវកម្មទាំងឡាយណាដែលបោះចោលសម្រាមគ្មានរបៀបរៀបរយនៅតាមឆ្នេរឬតាមទីសាធារណៈនាំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរនានាក្នុងពេលឆាប់ៗនេះលោកថាបញ្ហានេះអាជ្ញាធរខេត្តបានលើកយកសកម្មភាពបោះចោលសម្រាមគ្មានសណ្ដាប់ធ្នាប់ដាក់ជូនប្រធានក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យផ្លូវច្បាប់ឈានដល់ផាកពិន័យអ្នកចោលសម្រាមនៅតាមឆ្នេរឬតាមទីសាធារណៈឲ្យបានធ្ងន់ធ្ងរខាងកាកសំណល់ខាងសម្រាមហ្នឹងគឺបាននិយាយញឹកញាប់ហើយប៉ុន្តែខ្ញុំមើលទំហំនៃសម្រាមនេះវាហាក់ដូចជាអ្នកដែលចោលហ្នឹងចេះតែយកមកចោលទេស្ថាច្រើនដែរយើងត្រូវតែពិនិត្យឡើងវិញអំពីច្បាប់ខាងពិន័យចំពោះអ្នកចោលសម្រាមហ្នឹងធ្វើយ៉ាងម៉េចកុំឲ្យអ្នកទាំងអស់ហ្នឹងវាចេះតែចោលតាមចិត្តចឹងយើងរាយការណ៍សូមយោបល់ទៅក្រុមប្រឹក្សាដើម្បីសម្រេចលើការផាកពិន័យណានឹងបានយើងធ្វើទៅវាស្របច្បាប់ត្រង់ចំណុចនេះលោកសុកសខុមប្រធានអង្គការ CNRO ប្រចាំខេត្តបរសៃនុក៏បានរិះគន់ប្រតិបត្តិការទេសចរមួយចំនួនក្នុងខេត្តនេះដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហើយមិនបានចូលរួមសហការសម្អាតអនាម័យឆ្នេរជាមួយអាជ្ញាធរខេត្តឲ្យបានត្រឹមត្រូវមន្ត្រីសិទ្ធិមនុស្សរូបនេះបានសាទរវិធានការផាកពិន័យទៅលើប្រតិបត្តិការទេសចរឬក៏ប្រជាពលរដ្ឋដែលបោះចោលសម្រាមអនាធិបតេយ្យនៅតាមទីសាធារណៈឬនៅតាមឆ្នេរជាដើមបរិស្ថានមិនល្អថ្ងៃក្រោយគេមិនចូលមកទេដូច្នេះចូលឲ្យថយផ្នែកវិស័យទេសចរមួយផងដែរខ្ញុំគាំទ្រជានិច្ចចំពោះវិធានការត្រឹមត្រូវទៅតាមផ្លូវច្បាប់ក៏ដូចជានីតិវិធីឲ្យបានសមរម្យក្នុងការរៀបចំសម្រាប់ក្នុងឲ្យមានបរិស្ថានល្អខ្ញុំសង្គមស៊ីវិលរីករាយហើយនឹងចូលរួមសហការផងដែរបញ្ហានេះដែរលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរនាពេលកន្លងមកនេះក៏ធ្លាប់ដឹកនាំមន្ត្រីពាក់ព័ន្ធខេត្តបរសៃនុបើកយុទ្ធនាការបំផុសឲ្យប្រជាពលរដ្ឋនិងប្រតិបត្តិការទេសចរចូលរួមរក្សាអនាម័យឆ្នេរឲ្យបានគ្រប់គ្នាប្រយោជន៍ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានកាន់តែច្រើននាថ្ងៃអនាគតជាងនេះលោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តជាប់មាត់សមុទ្រនានាត្រូវបន្តបំផុសឲ្យប្រជាពលរដ្ឋឬក៏ក្រុមអាជីវករចូលរួមសម្អាតអនាម័យជាប្រចាំនៅតាមមូលដ្ឋានរៀងៗខ្លួនដែលនាយកវិទ្យាអាស៊ីសេរីខេត្តបរសៃនុ